ថ្ងៃនេះគឺមេឃបើកថ្ងៃល្អមែនតើបងប្អូនអញ្ចឹងខ្ញុំហើយគ្រួសារខ្ញុំមិនបង្អង់យូរនាំគ្នាមកផ្សារ Aldi នៅក្បែរផ្ទះហើយផ្សារ Aldi ហ្នឹងមានលក់អីវ៉ាន់ដូចនៅ Walmart អញ្ចឹងបងប្អូនហើយបើនិយាយពីតម្លៃវិញក៏ធូរថ្លៃដែរអញ្ចឹងខ្ញុំនិងគ្រួសាររបស់ខ្ញុំថ្ងៃហ្នឹងគឺគម្រោងមកទិញផ្លែឈើហើយផ្លែឈើដែលពួកយើងមកទិញហ្នឹងគឺតែផ្លែទំពាំងបាយជូរហើយនិងផ្លែប៉ោមទេបងប្អូនហើយនៅពេលដែលខ្ញុំឃើញទំពាំងបាយជូរនេះគឺមាន2ដុំលាយចូលគ្នាចឹងហើយគឺខ្ញុំមកទិញមកប្រអប់ទៅបងប្អូនបើនិយាយទៅពួកខ្ញុំមានតែគ្នា2នាក់ទេអញ្ចឹងអត់ត្រូវការទិញអ្វីវ៉ាន់ច្រើនទេបងប្អូនដូច្នេះហើយក៏មកដល់កន្លែងនេះគឺយើងគិតលុយគិតអីខ្លួនឯងយើងគ្រាន់តែ scan ទៅបន្ទាប់មកគឺយើងបង់លុយឲ្យគេនៅកន្លែងហ្នឹងតែម្ដងហើយទូម៉ាស៊ីនគិតលុយហ្នឹងគេទទួលទាំងលុយសុទ្ធគេទទួលទាំងលុយកាតបងប្អូនហើយបើសិនជាបងប្អូនមិនចង់គិតលុយខ្លួនឯងទេនៅខាងមុខហ្នឹងក៏គេមាន cashier ឲ្យយើងផងដែរយើងគ្រាន់តែរៀបចំអីវ៉ាន់ឲ្យគេទៅគេនឹង scan ឲ្យយើងបន្ទាប់មកយើងអាចគិតលុយជាមួយនឹង cashier នឹងបានដែលឡែកដោយសារតែពួកខ្ញុំទិញអីវ៉ាន់បន្តិចបន្តួចទេអញ្ចឹងក៏មកកន្លែងទូម៉ាស៊ីនហ្នឹងគិតលុយខ្លួនឯងតែម្ដងទៅអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច follow